បាទសួស្តីបងប្អូនទាំងអស់គ្នា speaker model នេះមិនមែនគ្រាន់តែមានរាងស្អាតបែប classic ទេប៉ុន្តែសំឡេងរបស់វាអាចធ្វើឲ្យបងប្អូនស្ដាប់មិនចេះចិនណាយបានដោយបងប្អូនបានដឹងចឹង Marshall គឺមានឯកទេសខាងតន្ត្រីពេលច្រើនបើបងប្អូនទៅ pub ឬទៅកន្លែងណាធំ surround sound វាច្រើនគេអាចប្រើ ampli Marshall ឬក៏ speaker ធំរបស់ Marshall នឹងដោយសារតែទប់ទល់នឹងរូបរាងការ design mode របស់ speaker នេះអត់បានខ្ញុំក៏ដាច់ចិត្តទិញមួយយកមកប្រើប៉ុន្តែខ្ញុំបានមើល review ហើយ speaker នេះគឺមានសលេងធ្ងន់ល្អបាទនេះគឺផ្នែកវេចខ្ចប់ផ្នែកខាងក្រោយបងប្អូនមើលការវេចខ្ចប់គេមើលទៅដូចសាមញ្ញប៉ុន្តែចេញមកស្អាតហ្មងបាទចង់ចូលរួមសោកស្ដាយផងអ្វីដែលខ្ញុំកត់សម្គាល់គឺអត់មានខ្សែសាកមកទេតែពីមុនពីច្រើន speaker មកមួយគឺមានខ្សែ Type C នៅក្នុងហ្នឹងណាបងប្អូនមើលរៀងវាមើលរៀងស្អាតចឹងយើងធំមិនបានអានេះបតង់ខាងលើបងប្អូនមាន Bluetooth មាន power មានតម្លាក់តឡើងសលេងហើយមានសេរី bass ហើយ treble នេះគឺសេរីឲ្យសលេងឈៀងឬតិចឬខ្លាំងយើងអាចសេរីតាមនឹងបានកន្លែងនេះយើងអាច scope ឬក៏អាចសារបត់ទៅក្រោយឬក៏ខាបត់ទៅមុខបាទអានេះរៀងវាចេញមកគឺ classic ស្អាតហ្មងខ្ញុំចូលចិត្តវាប៉ុន្តែយើងមិនបាច់ខ្វល់ទេបងប្អូនដោយសារ boss speaker នេះគឺប្រើ Type C ដោយសារទូរស័ព្ទដៃយើងដែរហ្នឹងតោះឥឡូវយើងទៅសាកតេស្តសលេងម្ដងមើលសរុបសេចក្តីមកការវាតម្លៃរបស់ខ្ញុំគឺសលេងធ្ងន់ល្អប៉ុន្តែ speaker នេះរៀងខ្សោយបានតិចប៉ុន្តែបើបងប្អូនណាដែលចង់បាន speaker ដែលមានសលេង vocal ឮចេញមកច្បាស់ឮចេញមកធ្ងន់នេះខ្ញុំណែនាំឲ្យបងប្អូនប្រើ model នេះបានចំពោះការ design វិញខ្ញុំឲ្យពិន្ទុវាល្អដោយសាររចនាបថមើលទៅបែប classic ហើយមានស្បែកជុំវិញហើយនៅគៀននេះគឺមានដូចOyo មួយហើយជាមួយដូច Type C មួយទៀតណាបងប្អូនបាទអញ្ចឹងមុនបងប្អូនសម្រាប់ចិត្តទិញ speaker model នេះអាចមើល review របស់ខ្ញុំបានអរគុណបងប្អូនទាំងអស់គ្នាជំរាបលា